បើឆែកតាមជាក់ស្ដែងបំណុលអត់អាចវាន់កដាច់ខាតបំណុលអត់អាចវាន់កដាច់ខាតហេតុអីដល់ពេលយើងឆែកបំណុលយើងចូល CBC ឆែករបស់គាត់ឲ្យមិនក៏អត់ចេះវាន់កដែរគាត់មានលទ្ធភាពប្រមាណឲ្យខ្ចីប្រមាណអញ្ចឹងតែលើសពីនឹងគឺអត់ឲ្យទេអញ្ចឹងសូមគ្រប់លោកតូចចៅជេកជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជាបាទជាបឋមសូមគោរពអាយដាមសភាចាមានខមមិនទាំងអស់ហើយនឹងអាយដាមលោកជំទាវដែលមានវត្តមាននៅទីនេះខ្ញុំតំណាងឲ្យសមាគមធនាគារហើយខ្ញុំខ្លួនឯងហ្នឹងក៏ជាអគ្គនាយករបស់ធនាគារប្រៃសណីកម្ពុជាដែរប្រធានបទដែលខ្ញុំចង់លើកឡើងមកនេះស្ដាប់មកសន្ទុះទៅឃើញអាដាមគីសេរីវត្តនិយាយចង់អស់ស្ដាប់មកសន្ទុះទៀតទៅឃើញលោកសុកវឿនខាងសមាគមមីក្រូហិរញ្ញវត្ថុនិយាយចង់អស់តែអីទេខ្ញុំមានចំណែកមួយចំនួនដើម្បីជួយថែមជារួមនៅក្នុងបរិបទបញ្ហាបំណុលរាល់ថ្ងៃនេះតើសមាគមធនាគារឬក៏ធនាគារយើងនឹងបានអីខ្លះជួយទៅប្រជាពលរដ្ឋឬក៏ជួយទៅសេដ្ឋកិច្ចធ្វើឲ្យសេដ្ឋកិច្ចរបស់យើងនឹងវាបានស្រួលរួមចំណែកខ្លះជួយបទូបថយនៅក្នុងសមាគមធនាគារក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុដែរយើងមាន principle មួយចំនួនឬក៏គោលការណ៍គ្រឹះមួយចំនួនដែលសមាគមទាំងពីរនឹងអនុវត្តរួមគ្នាមួយមិញទៀតគឺលោកសុកវឿនគាត់លើកឡើងមួយចំនួនហ្នឹងគឺសមាគមទាំងពីរហ្នឹងគឺអនុវត្តជុំគ្នាតែក្នុងពេលនេះខ្ញុំអាចលើកបែកចេញជាពីរមួយតើសមាគមធនាគារធ្វើអីខ្លះយើងថាសមាគមធនាគារធ្វើរឿងរ៉ាវតាក់ទងមិនមែនជាហិរញ្ញវត្ថុហើយនឹងរឿងរ៉ាវមួយទៀតតាក់ទងនឹងហិរញ្ញវត្ថុចុះតាក់ទងមិនតាក់ទងនឹងហិរញ្ញវត្ថុស្អីគេខ្លះឧទាហរណ៍ថាគេហៅ financial literacy ឬក៏ការបង្រៀនឲ្យយល់នឹងលោកសុកវឿនក៏ថាជាពាក់លុយចេះច្រើនជាពាក់លុយតិចចេះតិចជាពាក់លុយច្រើនហ្នឹងមិនអញ្ចឹងទេណាមិនចង់បានន័យថាអញ្ចឹងបានន័យថាយើងចេះច្រើនមិនមែនបានន័យថាជាពាក់លុយតិចជាពាក់លុយតាមសមត្ថភាពក៏ប៉ុន្តែអ្នកចេះតិចអាចជាពាក់លុយលើសលទ្ធភាពអញ្ចឹងអាដាមសុភាចាជាពាក់អាចតាមសមត្ថភាពហើយខាងប្រជាជនយើងមួយចំនួនអាចជាពាក់លើសសមត្ថភាពអញ្ចឹងខាងធនាគារខំបរៀនអាហ្នឹងណាបរៀនមែនទែនបរៀនឲ្យយល់បរៀនឲ្យគាត់ឲ្យយល់ហើយបរៀនឲ្យយល់ហើយធនាគារមួយចំនួនក៏គាត់ធ្វើការនៅក្នុង micro finance ឲ្យធ្វើការខ្នាតតូចដែរអញ្ចឹងគាត់សហការជាមួយ micro finance ធ្វើស្តង់ដារកិច្ចសន្យាហ្នឹងប្រជាជនចាប់ពី$50,000ហ្នឹងទៅខ្ចីគឺតែមួយដូចគ្នាទាំងអស់អត់មានខុសគ្នាទេគឺតែមួយអញ្ចឹងធ្វើអីបានតែមួយគេយល់ថាមនុស្សដែលខ្ចីទូចខ្ចី10000 20000 50000ទៅគាត់ពិបាកណាស់ខ្ចីស្ថាប័ននេះកិច្ចសន្យាផ្សេងខ្ចីស្ថាប័ននោះកិច្ចសន្យាផ្សេងលក្ខខណ្ឌផ្សេងធ្វើគាត់វែងវាន់អញ្ចឹងសមាគមទាំងពីរហ្នឹងគាត់ធ្វើស្តង់ដារមួយទៅមួយអញ្ចឹងទៀតមានសាធារណជនគាត់ complain មែនទេមន្ត្រីអន្តរជាតិយើងចោះទៅណាខ្លះអត់សិលធម៌អីទៅសមាគមទាំងពីរហ្នឹងក៏ធ្វើមួយទៀតធ្វើលក្ខខណ្ឌមួយគេហៅ lending principle concept មួយអ្នកឲ្យខ្ចីទាំងអស់ត្រូវតែមាន certificate ត្រូវតែមានសញ្ញាបត្រហ្នឹងអញ្ចឹងអ្នកទាំងអស់ត្រូវតែរៀនអ្នកខ្លះរៀន4ដងនៅតែធ្លាក់អ្នកខ្លះរៀន3ដងនៅតែធ្លាក់ដោយសារក៏គិតថាអាហ្នឹងមិនសំខាន់អញ្ចឹងទៅថ្ងៃមុននៅក្នុងសមាគមធនាគារគេរើសមកទៀតថាសុំឲ្យមេខាងធនាគារនេះជួយពង្រឹងអាហ្នឹងហើយគេសួរយុទ្ធសាស្ត្រហ្នឹងមកឲ្យខ្ញុំថាស្រួលទេគាត់រៀនលើកទី1ធនាគារចេញលុយឲ្យលើកទី2បើធ្លាក់ទៀតចេញលុយខ្លួនឯងអញ្ចឹងតបន្តមកទៀតទៅរៀនអាចជាប់បានច្រើនអញ្ចឹងអាហ្នឹងគឺជាគោលការណ៍មួយដែលសមាគមធនាគារក៏ដូចមីក្រូហិរញ្ញវត្ថុធ្វើហើយរាល់ថ្ងៃនេះក៏ខាងធនាគារសមាគមធនាគារសហការជាមួយធនាគារជាតិសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុធ្វើការនៅតាមខេត្តចុះតាមខេត្តដើម្បីបញ្យល់ប្រជាជនឲ្យយល់អំពីលក្ខខណ្ឌនៃការខ្ចីអន្តរជាតិអំពីហេតុផលនៃការខ្ចីអន្តរជាតិតើខ្ចីអន្តរជាតិស្ថាប័នដែលផ្លូវការធ្វើយ៉ាងម៉េចហើយស្ថាប័នអត់ផ្លូវការយ៉ាងម៉េចកាលណាមូលហេតុសំខាន់មានបញ្ហាកើតឡើងគេថាអូមកពីបំណុលនឹងវាន់កមកពីបំណុលវាន់កតែជារួមខាងធនាគារឬក៏មីក្រូហិរញ្ញវត្ថុគឺមានសិលធម៌ណាបើឆែកតាមជាក់ស្ដែងបំណុលអត់អាចវាន់កដាច់ខាតបំណុលអត់អាចវាន់កដាច់ខាតហេតុអីដល់ពេលយើងឆែកបំណុលយើងចូល CBC ឆែករបស់គាត់ឲ្យមិនក៏អត់ចេះវាន់កដែរគាត់មានលទ្ធភាពប្រមាណឲ្យខ្ចីប្រមាណអញ្ចឹងតែលើសពីនឹងគឺអត់ឲ្យទេក៏ប៉ុន្តែហេតុអីបានទៅជាវាន់កគាត់រត់ទៅខ្ចីឯកជនគាត់រត់ទៅស្ថាប័នផ្សេង
ដែលអត់មានចុះ record នៅក្នុង CBC អានឹងសមាគមធនាគារក៏លើកឡើងនៅបញ្ហាបែបហ្នឹងឯងធ្វើឲ្យអតិជនមួយចំនួនហ្នឹងក៏คล้ายទៅជាបំណុលវណ្ឌកអញ្ចឹងខំបរៀនអតិជនឲ្យយល់កុំឲ្យគាត់ចូលអញ្ចឹងកុំឲ្យគាត់ទៅអញ្ចឹងអ្នកខ្លះក៏គាត់ខឹងដែរគាត់ថាធនាគារហេតុអីក៏តាំងម្លេះគេខ្ចីសោះឲ្យលុយបង់ការប្រាក់សោះហេតុអីក៏តាំងម្លេះអត់ទេធនាគារគឺចង់បានរស់ទាំងអស់គ្នាគោលដៅរបស់ធនាគារខុសពីអ្នកចងការឯកជនខុសពីស្ថាប័នមួយចំនួនដែលគាត់មិនមែនជាផ្លូវការមិនមែនជាធនាគារឬក៏មិនមែនមីក្រូហិរញ្ញវត្ថុធនាគារគឺចង់រស់រៀនមានជីវិតយូរអង្វែងជាមួយអតិជនធនាគារមួយអត់មានណាគេដាក់ទុនវិនិយោគខ្ញុំរកស៊ីតែ3ខែប័ណ្ណធនាគារ5ខែប័ណ្ណធនាគារមិនអញ្ចឹងទេគឺរកស៊ីរាប់រយឆ្នាំចុះរាប់រយឆ្នាំជាមួយណាគេជាមួយអតិជនរបស់ខ្លួនចុះបើអតិជនខ្លួនហ្នឹងក៏គាត់រកតែ2ឆ្នាំគាត់បរាជ័យហើយបានណាគេខ្ចីទៀតអញ្ចឹងជាលក្ខខណ្ឌគឺធនាគារទាំងអស់ត្រូវតែថែរក្សាអតិជនហើយរស់រៀនមានជីវិតជាមួយអតិជននឹងគឺហៅថា non finance ឬក៏មិនមែនបែបបត់នៅក្នុងហិរញ្ញវត្ថុដែលសមាគមធនាគារក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុខំកសាងកន្លងមកចុះខាងហិរញ្ញវត្ថុវិញអញ្ចឹងខាងធនាគារជាតិក៏គាត់ជួយខាងរដ្ឋាភិបាលក៏ជួយថ្មីនេះគឺយើងអនុវត្តគោលការណ៍រៀបចំអនុទានឡើងវិញអញ្ចឹងកាលពី COVID យើងធ្វើម្ដងយើងជួយសម្រួលអតិជនបានម្ដងអញ្ចឹងយើងក៏រស់រៀនដែរកាលពីសម័យហ្នឹងអនុទានក៏រីកចម្រើនអត្រាយឺតយ៉ាវក៏តិចតួចណាមិនចាក់បញ្ហាហ្មងទេអញ្ចឹងក្រោយពី COVID យើងមានតំបន់ទឹកលិចមួយចំនួនហ្នឹងធនាគារជាតិក៏ចេញប្រកាសមួយទៀតថាអ្នកដែលប៉ះពាល់ទឹកលិចហ្នឹងក៏ឲ្យ restructure មកដែរក៏ប៉ុន្តែលក្ខខណ្ឌផុតពីនឹងមកអ្នក restructure ទាំងអស់ធនាគារស្ទាក់ស្ទើរនៅក្នុងការ restructure បើសិនបើ restructure អតិជនមួយគឺធនាគារត្រូវ downgrade ខ្លះរបស់គាត់គេហៅ class 1 class 2 class 3 class 4 class 5 អញ្ចឹងគឺ class ទី1យឺត30ថ្ងៃ class ទី2យឺត90ថ្ងៃ class ទី3យឺត180ថ្ងៃ class ទី4គឺយឺត360ថ្ងៃ class ទី5គឺយឺតផុត360ថ្ងៃលក្ខខណ្ឌមួយគឺខុសគ្នាសម្រាប់ធនាគារអញ្ចឹងធនាគារអត់ចង់ restructure ទេកាលណា restructure វាធ្លាក់ខ្លះហើយពាក្យថា non performing loan ឬក៏អនុទានមិនដំណើរការគឺរាប់ពី90ថ្ងៃឡើងទៅសម្រាប់ financial record របស់ធនាគារខ្ញុំសូមនិយាយរឿង technical បន្តិច financial record របស់ធនាគារអនុទានដែលក្រោម90ថ្ងៃធនាគារនៅកត់ចំណូលទាំងអស់ចំណូលរបស់គាត់ការប្រាក់របស់គាត់គឺ accrual interest income ឬក៏ interest ចំណូលការប្រាក់បង្គោលតែបើផុតពី90ថ្ងៃឡើងទៅហើយ interest ហ្នឹងគឺលេង income ទៀតហើយគឺជា suspend ម្ដងព្យួរទុកអញ្ចឹងធនាគារអត់ចង់ឲ្យទៅអញ្ចឹងទេកាលណាមាន loan ច្រើនមិនមែនតែយឺតទាំងអស់ផុត90ថ្ងៃអត់មានចំណូលធនាគារខាតអញ្ចឹងក៏អត់ចង់ធ្វើអញ្ចឹងតែនៅពេលដែលរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើstructure ហើយអតិជនដែលអត់ដែលធ្វើ structure restructure យើង restructure អត់ចុះ grade របស់គាត់ពី1ទៅ2ពី2ទៅ3អញ្ចឹងគឺចំនួន restructure នឹងច្រើនខ្ញុំនិយាយជារួមមិនបាច់និយាយ micro finance ឬក៏មិនបាច់និយាយរឿងធនាគារជារួម sector យើងទាំងមូលកាលពីមិនទាន់រដ្ឋាភិបាលអនុញ្ញាតគឺកាខែមុនប្រហែលជា200លាន200លាន200 190 100 220ប៉ុណ្្នឹងឯងនៅពេលខែ September នៅពេលខែ9ហ្នឹងរដ្ឋាភិបាលអនុញ្ញាតបន្តិចទៅគឺចំនួន restructure ហ្នឹងឡើងទៅដល់400លានជាងដុល្លារអញ្ចឹងចំនួននោះវាកើនឡើងតមកទៀតនៅពេលខែ October នេះអត្រានៃ restructure ហ្នឹងឡើងទៅ500លានជាងអញ្ចឹងធនាគារទាំងអស់ក៏ចូលរួមជាមួយរដ្ឋាភិបាលដើម្បីធ្វើ restructure ហ្នឹងចូល restructure ឲ្យល្អអត់ជារួមមនុស្សទាំងអស់គាត់មានមនុស្សខ្លះល្អមនុស្សខ្លះក៏នៅតែអត់ល្អមិនមែនមកពីមនុស្សឯងជួនកាលគាត់មាន business របស់គាត់មានចំនួនរបស់គាត់មិនរីកចម្រើនដែរទៅក៏គាត់ជួបវិបត្តិឡើងវិញទៅអ្នកដែល restructure ឲ្យភាគច្រើនប្រហែលជា70ជាងឬក៏80%ដោយអាដាមគីសេរីវត្តគាត់មានប្រសាសន៍អញ្ចឹងគាត់អាចសងមកទៀងទាត់មកវិញចុះបើអត់ restructure គាត់ប្រហែលជាទាំងអស់ហ្នឹងទៅបញ្ហាហើយអញ្ចឹងអានេះគឺជាខាងធនាគារដែលជួយដល់អតិជនរបស់ខ្លួនដែលធ្វើឲ្យអតិជនទាំងអស់ហ្នឹងคลายទៅជាមនុស្សធម្មតារកទទួលទានធម្មតាអញ្ចឹងប្រសិនបើយើងអត់ restructure ណាប្រហែលជាមិនមែន NPL យើងត្រឹមតែ 6% អញ្ចឹងទេណា NPL យើងឬក៏ non performing loan របស់យើងមិនមែន6ទេអាចលើសនឹងតទៀតតែដោយសាររដ្ឋាភិបាលជួយហើយខាងធនាគារទាំងអស់ក៏សហការជាមួយរដ្ឋាភិបាលធ្វើឲ្យចំនួននៃការយឺតយ៉ាវហ្នឹងវាត្រឹមតែ 6%អញ្ចឹងចំនួននេះមិនតិចទេចំនួននេះច្រើនដែរណាអញ្ចឹងយើងធៀបចំនួនទាំងអស់ជាមួយប្រជាជនមានខេត្តខ្លះក៏រៀងច្រើនខេត្តខ្លះក៏រៀងតិចតាម data ឬក៏តាមទិន្នន័យរបស់ CBC មកដូចជានៅសៀមរាបហ្នឹងដូចច្រើនភ្នំពេញហ្នឹងក៏ច្រើនដែរតែខេត្តមួយចំនួនតិចទេ
ដូចនៅត្បូងឃ្មុំខ្ញុំទៅថ្មីនេះ 4% ទេណាទៅខាងរតនគិរីច្រើនដល់6ដល់7ទៅខាងប្រទេសមានជ័យខាងបាត់ដំបងតិចទេអ្នកខ្លះ2អ្នកខ្លះ3ទេអញ្ចឹងសរុបចូលគ្នាទៅវាបានដល់ 6% data នេះច្រើនគួរសមក៏ប៉ុន្តែខ្ញុំគិតថាប្រហែលជាទំនោរតិចអាចល្អប្រសើរថ្មីនេះខ្ញុំទៅជែករឿងទូទៅបន្តិចរឿង data សមាគមធនាគារក៏បានទទួលទិន្នន័យជាបឋមមកជាមួយខាងសមាគមទាំងអស់អត្រានៃការរីកចម្រើនប្រាក់អន្សំនឹងច្រើនមែនទែនឆ្នាំ2023ហ្នឹងគឺប្រហែលជា 13-14% ហើយឆ្នាំ2024នេះគ្រាន់តែត្រីមាសទី1រីកចម្រើនប្រាក់អន្សំប្រហែលជា 13-14% ឆ្ងល់អត់ហេតុអីបានប្រាក់អន្សំនឹងចម្រើនមែនទែនតែចំនួនអន្តទានយើងអត់សូវរីកចម្រើនទេសមាគមធនាគារបានទទួល data ពីធនាគារជាតិប្រហែលជារីកចម្រើនត្រឹមតែ 2.% ទេដោយអាដាមគីសេរីវត្តលោកមានប្រសាសន៍អញ្ចឹងបញ្ហាសេដ្ឋកិច្ចអ្នកមានលុយមួយចំនួនគាត់មានលុយតែគាត់ឃើញតំបន់ភូមិសាស្ត្រនយោបាយដូចមិនទៀងទាត់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនភូមិសាស្ត្រនយោបាយចិនអាមេរិកអីអត់ទៀងទាត់ហ្នឹងក្រុមហាម៉ាស់អ៊ីស្រាអែលហ្នឹងអត់ទៀងទាត់អញ្ចឹងគាត់មិនដឹងធ្វើម៉េចគាត់ទៅដាក់អន្សំនៅធនាគារអញ្ចឹងបានធនាគារនឹងកើនឡើងមែនទែនអាចឆ្នាំនេះជាមធ្យមអាចឡើងដល់រហូតដល់ 20% នៃការកើនឡើងប្រាក់អន្សំដល់ពេលលុយធនាគារកើនឡើងពេកធ្វើឲ្យសេដ្ឋកិច្ចលុយវិចូលធនាគារអត់សូវដើរអញ្ចឹងបញ្ចេញអនុទានវិញបានតិចអញ្ចឹងសមាគមធនាគារក៏ដូចធនាគារទាំងអស់ថ្មីនេះគឺបញ្ចុះអត្រាការប្រាក់ណាបញ្ចុះអត្រាការប្រាក់អញ្ចឹងបញ្ចុះទៀតមែនទេណាកាលពីសម័យក្រោយ Covid អ្នកខ្លះឡើងដល់ 8 អ្នកខ្លះ 8.25 អញ្ចឹងឥឡូវនេះចុះរហូតមកដល់មក 3.75 3.កន្លះធនាគារមួយចំនួនអញ្ចឹង12ខែប្រហែលជាប្រជាពលរដ្ឋគិតថាបដាក់ធនាគារបាទ2កន្លះ3កន្លះអញ្ចឹងអត់ដែរយកលុយទៅរកស៊ីចេះជាសញ្ញាមួយដែលល្អគិតថាដើមឆ្នាំក្រោយអញ្ចឹងទៅមនុស្សគេអាចមុំគាត់ខ្ជិលទុកលុយធនាគារឬក៏គាត់យកលុយទៅរកទទួលទានវិញអាចសញ្ញាមួយដែលធ្វើឲ្យសេដ្ឋកិច្ចយើងរីកចម្រើនកាលណាលុយនឹងវាចេញពីនេះវាចូលទៅនឹងទីផ្សារមកវិញលុយធ្លាក់ទៅតែម្ដុំនឹងវាបែងចែកទៅជា10ដុំម្ដុំនឹងបែងចែកទៅ10ដុំម្នាក់យកលុយ1លានយកទៅដាក់ទីផ្សារនឹងคล้ายទៅជា10លានឬអាចคล้ายលើសនឹងឬអាចคล้ายទៅជានឹងអញ្ចឹងធ្វើឲ្យសេដ្ឋកិច្ចនឹងកាន់តែរីកចម្រើនអញ្ចឹងសេដ្ឋកិច្ចរបស់យើងរាល់ថ្ងៃនេះរៀងស្ទើរបន្តិចរៀងដើរយឺតបន្តិចគឺដោយសារបញ្ហានឹងដែរណាខ្ញុំបាទចូលរួមតែប៉ុណ្្នឹងបាទសូមអរគុណ